ពួកយើងទៅវិញដែរហើយហេអូហឺអូមឈានយាយជីតារបស់ខ្ញុំនៅយប់ជ្រៅហើយម្ដាយរបស់ខ្ញុំបានរកខ្ញុំឃើញនៅពេលខ្ញុំត្រឡប់ទៅបន្ទប់វិញខ្ញុំតាំងចិត្តរៀបការជាមួយអ្នកខ្លាំងខ្លាយអ្នកអាចសាកល្បងវានៅយប់នេះតើខ្ញុំនឹងរំខានអ្នកទេតើអ្នកមានជំរឿផ្សេងទៀតទេអញ្ចឹងវាបានបាត់ទៅហើយអញ្ចឹងរាត្រីសួស្តីជំរាបសួរអ្នកចុចត្រង់នេះពេលអ្នកមិនអាចគេងបានថ្នមចុះវាវិញបើអ្នកមិនបន្ធូរអារម្មណ៍បន្តិចទេខ្ញុំចង់ក្លាយជាមនុស្សអាក្រក់សម្រាប់អ្នកកុំខ្លាចជាបាក់សីខ្ញុំហោះហើរទៅអ្នកពីមួយឆ្នាំទៅមួយឆ្នាំពេលខ្ញុំហោះទៅរកអ្នកអូហូអូខ្ញុំបានដេកអ្នកឈ្នះហេតុអ្វីនៅក្រោមវាសនាអូវារំខានណាស់តើអ្នកនៅតែចង់គេងទេហើយសូមចុចដៃខ្ញុំហើយលាងវាផងក្រោកឡើងទៅវារំខានណាស់ហេតុអ្វីជំរាបសួរពន្យល់តើអ្នកជឿខ្ញុំទេនៅពេលដែលខ្ញុំនិយាយថាខ្ញុំមិននឹកអ្នកអញយប់មិញគេងអត់ថាពីណីវាប្រសើរជាងមិនធ្លាប់មានហើយខ្ញុំនឹងចាក់ចេញមុនលោកតាលោកយាយលោកតាលោកយាយលោកតាលោកយាយលោកតាចេញទៅទាំងព្រឹកព្រលឹមប្រាប់ខ្ញុំថាកុំរំខានអ្នកនឹងលោកទេអ៊ំឡម៉ាក់ជីតានៅផ្ទះហើយគាត់ត្រឡប់មកវិញកូនមិនបាច់បារម្ភទេអញ្ចឹងខ្ញុំទៅបានទៅធ្វើការកុំឆ្លោះជាមួយជីតាពេលគាត់មកផ្ទះអ្នកនឹងឆេវយាយគួរតែរស់នៅដោយខ្លួនឯងជាមុនសិនហេប៉ាពួកគេទាំងពីរពិតជាចាញ់គ្នាមែនមនុស្សទាំងពីរអ្នកនោះនៅតែនៅកណ្ដាលយប់មិនត្រូវបានផ្ដល់ឲ្យអូវាហាក់ដូចជាអ្នកពិតជាមិនបានកុហកខ្ញុំទេអូប្រសិនបើអ្នកចង់ធ្វើអ្វីដែលអ្នកបាននិយាយធ្វើវាឥឡូវនេះ
ជាការពិតណាស់មនុស្ស4ចំនួនអាចរស់នៅក្រោមដំបូលតែមួយក្នុងរយៈពេលកន្លះឆ្នាំ ហោះហេតុអ្វីបានជាខ្ញុំគិតថាមានការខុបខិត ខ្ញុំបានទុកខោអាវក្នុងបន្ទប់របស់គាត់ ល្អចំពោះអ្នកវាពិតជាអាម៉ាស់ណាស់អ្វីដែលខ្ញុំអាចធ្វើបានគឺរកកន្លែងដើម្បីចូលបាទនោះមិនត្រឹមត្រូវទេ បើទោះជាយើងព្រមរៀបការតើអ្វីជាការពិតដែលយើងបានប្រាប់គាត់ ដូច្នេះខ្ញុំមិនគួរខ្មាស់គេទេហើយមិនមានអ្វីកើតឡើងឡើយ អូវានៅតែធ្វើឲ្យខ្ញុំអាម៉ាស់លេងឆេះ ព្រះករុណាលីន អ្នកពិតជារស់នៅទីនេះ នឹងញ៉ាំជានជាពេលណាទៅអូនល្ងងអ្នកមិនដូចពីមុនទេនោះហើយជាខ្ញុំល្ងង ច្រឡំភ្នែកអែមសម្រាប់គុជខ្យង ហេតុអ្វីខ្ញុំភ្លេចយកឯកសាររបស់កញ្ញាលីនដែលនាងថានឹងយកទៅការដ្ឋានសំណងវាមិនអីទេកញ្ញាលីនត្រូវតែនៅទីនោះឡានតាក់ស៊ីនៅមាត់ទ្វារពិបាកណាស់ខ្ញុំប្រកាសថាគាត់មិនទាន់ទៅណាឆ្ងាយទេខ្ញុំនឹងបញ្ជូនគាត់ទៅទីនោះ មិនអីទេ សន្តិភាព មិនខ្វល់ ខ្ញុំនឹងទៅដឹកជញ្ជូន តើចៅហ្វាយទៅតែនិយាយអ្វី ផ្ញើជូនកញ្ញាលីនផ្ទាល់អ្នកទាំងពីរនៅជាមួយគ្នាកាលពីយប់មិញ ជីកាចូលយើងឈប់ឆ្លោះគ្នាខ្ញុំសុំទោសអ្នកតោះផាត់មុខហើយលេងដៃអនុញ្ញាតឲ្យខ្ញុំទៅព្រះអង្គម្ចាស់លេនអនុញ្ញាតឲ្យទៅជាមួយគ្នា1 ឬ 2 ឆ្នាំខ្ញុំបានគ្រប់គ្រងអ្នកហើយសរសើរអ្នកចំអិនឲ្យខ្ញុំហើយយើងទៅជាមួយគ្នា ពួកយើងបានធ្វើរឿងជាច្រើនដែលមិនអាចបំភ្លេចបានយើងជាស្នេហាពិតរបស់គ្នាទៅវិញទៅមកស្នេហារបស់គឺជាបិនថោកទៀតណាស់ធំ ខ្ញុំសូមព្រមានអ្នកជាលើកចុងក្រោយប្រសិនបើអ្នកមករកខ្ញុំម្ដងទៀតខ្ញុំនឹងដាក់វីដេអូបោកប្រាស់របស់អ្នកទៅលើខឿយួនវិញនៅមុខក្រុមហ៊ុនរបស់អ្នក ឡៃជាខ្ញុំសូមប្រាប់អ្នកថាបុរសម្នាក់ឈ្មោះសេនជាមនុស្សពិការតើអ្នកនឹងនៅជាមួយគាត់ទេ មិនខ្លាចសុភមង្គលសំបីតែម្រាមដៃក៏មិនមានតម្លៃដូចមាសដែរ សៀវភៅអ្វី ប្រធានចៅក្រម លោកសេនគ្រាន់តែសុំឲ្យខ្ញុំប្រគល់ឯកសារទាំងនេះទៅឲ្យអ្នកលោកសេន អរគុណ ចំណូលចិត្ត ទៅពិនិត្យមើលអតីតមេរបស់លេងឆៃគឺនាងលេងតើមានបញ្ហាអ្វីទេខ្ញុំនឹងមិនសួរអ្នកទៀតទេយើងបានរៀបការដោយគ្រោះថ្នាក់ចរាចរណ៍ហើយថែមទាំងបាននិយាយថានាងនឹងផ្ដល់កូនឲ្យខ្ញុំ ដូច្នេះធម្មជាតិតើអ្នកមិនគិតថាវាចម្លែកទេតើអ្វីដែលសំខាន់បំផុត ថ្ងៃនេះខ្ញុំនៅខាងក្រោមផ្ទះពេលមើលនាងមានទំនាក់ទំនងមិនច្បាស់លាស់ជាមួយអតីតមិត្តបុរសម្នាក់ខ្ញុំក៏មានការសង្ស័យ នេះជាអន្ទាក់ដែលគាត់នឹងអតីតមិត្តបុរសម្នាក់បង្កើតសម្រាប់ខ្ញុំចាំតតែខ្ញុំស្លាប់ទើបអ្នកអាចទទួលមរតករបស់ខ្ញុំ តើខ្ញុំគួរហៅប៉ូលីសទេ អ្នកគួរពិនិត្យមើលវាជាមុនសិនបើវាមែនហើយប៉ូលីសមកបាត់ហើយលោកម្ចាស់សម្ភារៈពីក្រុមហ៊ុនគ្រប់គ្រងជាច្រើនត្រូវបានដាក់ជូនហើយចាំមើលថាតើពួកគេនឹងមាននៅពេលណាខ្ញុំនឹងរៀបចំឲ្យពួកគេជួបទៅមុខចៅវាយរបស់អ្នកពិតជាត្រូវប្រគល់ក្រុមហ៊ុនទាំងអស់បើមិនដូច្នេះទេខ្ញុំនឹងឲ្យគាត់បែកគ្នាជាមួយអតីតមិត្តប្រុសបន្ទាប់ពីខ្ញុំស្លាប់ គេដំណើររបស់ខ្ញុំមានន័យថាអ្នកប្រហែលជាមិនស្លាប់ទេអត់អីទេមិនអីទេ គ្រាន់តែរក្សាទុកកេជនីរន 3សំឡេង1 3សំឡេង1 គឺកញ្ញាលីន ខ្ញុំនឹងធ្វើម្ហូបនៅពេលបងស្រីយ៉ាងមិននៅផ្ទះនៅថ្ងៃអាទិត្យសាកថ្មគាត់ហាក់ដូចជាមិនសប្បាយចិត្តបន្តិច